បាត់ទស្សនិកជនសម្រាប់ព័ត៌មានជាបន្តគឺពិធីចុះអនុសារណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហការប្រតិបត្តិការកម្រិតខ្ពស់ក្រោមបបហេតុលើកដំកើងគុណវត្តនៃចលនាបរិច្ចាគឈាមពីសប្បុរសជនដោយស្ម័គ្រចិត្តពិធីចុះហត្ថលេខានៃការយោគយល់គ្នារវាងក្រុមហ៊ុន One Fraternity Vital និងមជ្ឈមណ្ឌលជាតិប្រឈាមដើម្បីពង្រឹងកិច្ចសហការប្រតិបត្តិការកម្រិតខ្ពស់ក្នុងបបហេតុលើកដំកើងគុណវត្តនៃចលនាបរិច្ចាគឈាមពីសប្បុរសជនដោយស្ម័គ្រចិត្តពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី11ខែមីនាឆ្នាំ2025នៅមជ្ឈមណ្ឌលជាតិផ្ដោតឈាមក្រោមវត្តមានលោកជំទាវជឹងសុគន្ធធីវីនាយិកាប្រតិបត្តិក្រុមហ៊ុន One Fraternity Vital លោកវិជ្ជបណ្ឌិតសុកបូប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមព្រមទាំងថ្នាក់ដឹកនាំវិជ្ជបណ្ឌិតបុគ្គលិកនៃស្ថាប័នទាំងពីរអញ្ជើញចូលរួមយ៉ាងច្រើនកកលោកវិជ្ជបណ្ឌិតសុកបូបានមានប្រសាសន៍ថាក្នុងនាមប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាលនិងមន្ត្រីរាជការបុគ្គលិកនៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាមលោកមានសេចក្តីសំណោះរីករាយដែលបានចូលរួមក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ស្តីអំពីកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនិងក្រុមហ៊ុន One Fraternity Vital លោកវិជ្ជបណ្ឌិតបានបន្តថាតាមរយៈកិច្ចសហប្រតិបត្តិការនេះនឹងផ្ដល់ឲ្យមជ្ឈមណ្ឌលជាតិផ្ដល់ឈាមមានលទ្ធភាពកាន់តែខ្ពស់ចំពោះសកម្មភាពទទួលយកនៅអំណោយឈាមពីសប្បុរសជនដោយស្ម័គ្រចិត្តនិងមិនគិតកម្រៃលោកថាពីមួយឆ្នាំទៅមួយឆ្នាំតម្រូវការឈាមចាំបាច់សម្រាប់អ្នកជំងឺនៅតាមមន្ទីរពេទ្យនានាបានកើនឡើងរហូតលោកវិជ្ជបណ្ឌិតសង្ឃឹមថាកំណើននៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តពីសប្បុរសជននឹងបន្តកើនឡើងជាលំដាប់ក្រោមកិច្ចសហការយ៉ាងស្អិតរមួតរវាងស្ថាប័នទាំងពីរខាងលើនេះលោកវិជ្ជបណ្ឌិតសុកបូបានថ្លែងអំណរអគុណដល់លោកជំទាវជឹងសុគន្ធធីវីដែលបន្តផ្ដួចផ្ដើមគំនិតបន្តការគឺឲ្យកិច្ចសហប្រតិបត្តិការនេះមានចក្ខុវិស័យវែងឆ្ងាយបំផុសស្មារតីឲ្យសាធារណជននិងអតិថិជន Vital ចូលរួមយុទ្ធនាការផ្ដល់ឈាមយ៉ាងសកម្មនៅគ្រប់កម្មវិធីទាំងអស់លោកជំទាវជឹងសុគន្ធធីវីបានលើកឡើងថា Vital និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានផ្ដើមកិច្ចសហការជាមួយគ្នាតាំងពីឆ្នាំ2011មកម្លេះដោយស្ថាប័នទាំងពីរបាននាំយកនៅសកម្មភាពវិជ្ជមានជាច្រើនក្រោមស្មារតីលើកដំកើងគុណវត្តនៃចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្តពីសប្បុរសជនគ្រប់មជ្ឈដ្ឋានលោកជំទាវបន្ថែមថាកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតនេះមិនត្រឹមតែរឹតបន្តឹងចំណងមេត្រីភាពរវាងស្ថាប័នទាំងពីរប៉ុណ្ណោះទេពលគឺបានជះឥទ្ធិពលដល់កំណើននៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនិងមិនគិតកម្រៃមានសុវត្ថិភាពដល់សាធារណជននិងសង្គមជាតិទាំងមូលផងដែរព្រោះថាការបរិច្ចាគឈាមពុំមានផលរំខានទៅដល់សុខភាពនោះឡើយ